បាទសួស្តីពុកម៉ែបងប្អូនដែលចូលចិត្តតាមដានកូនដូងពីតូចរហូតដល់ធំថ្ងៃនេះមានវីដេអូមួយគឺសម្រាប់ចែករំលែកបងប្អូនដែលដាំដូងនៅក្នុងលក្ខណៈគ្រួសារឬក៏50ដើមចុះក្រោមគឺខ្ញុំមានវីដេអូនេះកាលមុនគឺខ្ញុំបានខែប្រាំងគឺខ្ញុំបានគ្របតាមគល់របស់វានៅវិទ្យាដីដល់ពេលខែធ្លាក់ភ្លៀងជោគជាំមួយមេពីរមេធំមកគឺខ្ញុំបានរើវាចេញហ្នឹងគឺដើម្បីឲ្យវាឆ្លាស់គល់កុំឲ្យមានសត្វល្អិតនៅផងដែរហើយណាមួយទៀតគឺឲ្យឫសរបស់វាហ្នឹងវាឡើងមកលើហ្នឹងកុំឲ្យវាផុតពីដីកាលណាយើងគ្របវារហូតវាច្បាស់ជាឡើងផុតពីដីបើមេឃវាបើកថ្ងៃត្រឹម10ថ្ងៃអីគឺអាឫសវាហ្នឹងនឹងងាប់ចានេះគឺខ្ញុំធ្លាប់ជួបបែបហ្នឹងឆ្នាំតមិញគឺខ្ញុំគឺវាឡើងមកផុតដីហ្មងដើម្បីវាឆាប់បានស្រូបពន្លឺថ្ងៃអញ្ចឹងដល់ពេលក្តៅខ្លាំងគឺវាងាប់ទាំងអស់ចម្បើងយើងគ្របហ្នឹងក៏វាស្ងួតអស់ទៅអាឫសហ្នឹងក៏វាងាប់ទៅតាមចម្បើងហ្នឹងដែរព្រោះអីខែប្រាំងយើងអត់មានទឹកគ្រប់គ្រាន់ទេយើងមានទឹកតកុលបើបងប្អូនក៏មានទឹកគ្រប់គ្រាន់ហ្នឹងគាត់ធ្វើតាមវិធីផ្សេងហើយបងប្អូនដាំជាដូងលក្ខណៈរាប់រយដើមហ្នឹងក៏មានវិធីផ្សេងខុសៗគ្នាការមើលថែខុសគ្នាគាត់ថែគាត់មានការកាយគុលកាយអីជុំវិញហ្នឹងទៅអាហ្នឹងដើមគាត់ច្រើនតែដូងយើងតិចយើងថែលក្ខណៈបិទបៀតសំចៃទឹកព្រោះទឹកយើងវាមានតិចអញ្ចឹងដូងនេះខែក្តៅគឺខ្ញុំដាក់ទឹកបានត្រឹមតែ3ថ្ងៃតែ20លីត្រក្នុងមួយដើមតែបងប្អូនដែលមានគ្រឿងឧបករណ៍គ្រប់គ្រាន់ក្នុងមួយថ្ងៃដើមប៉ុណ្ណេះមិនក៏បាន20លីត្រដែរក្នុងមួយថ្ងៃហើយខ្ញុំ3ថ្ងៃ20លីត្រអញ្ចឹងវាខុសគ្នាឆ្ងាយដែរការមើលថែអញ្ចឹងថ្ងៃហ្នឹងគឺមានវីដេអូតែប៉ុណ្ណេះឯងអានេះគឺចង់ប្រាប់បងប្អូនតែបងប្អូនយកទៅធ្វើតាមក៏មិនអីដែរព្រោះអីយើងមានបទពិសោធន៍បច្ចេកទេសរៀងខ្លួនជួនកាលទៅខ្ញុំមើលពីបងប្អូនមកទៅក៏យកមកធ្វើតាមមកល្អយើងធ្វើតាមបែបលក្ខណៈយើងមើលឃើញនឹងភ្នែកយើងក៏វាល្អអញ្ចឹងវាល្អគ្រប់គ្រាន់ទាំងអស់សំខាន់ដាក់ជីថែសត្វល្អិតមើលកញ្ចែអានឹងគោលការណ៍សំខាន់នៃរុក្ខជាតិដំណាំដូងបើបងប្អូនយកទៅអនុវត្តក៏បានឬមួយក៏បងប្អូនទុកសង្កេតមើលសិនក៏បានអញ្ចឹងបងប្អូនចង់ដឹងបងប្អូនគ្របវាហើយភ្លៀងឲ្យជោគជាំចាំមើលប្រហែលជាមួយអាទិត្យក្រោយឬមួយក៏កន្លះខែក្រោយបងប្អូនទៅវេកមើលទៅគឺវានឹងឃើញឫសវាឡើងមកឫសតូចហ្នឹងឡើងមកលើដីដល់ពេលក្តៅទៅគឺឫសនោះទៅណាអត់រួចទេអញ្ចឹងវាងាប់ទៅតាមកម្ដៅថ្ងៃដែរបាទអរគុណពុកម៉ែបងប្អូនដែលចូលចិត្តតាមដានកូនដូងពីតូចរហូតដល់ធំ